ស្រក់ទឹកមាត់ច្រោកបងប្អូនអើយនេះបងនេះមើលក្តឹបស្វាយថ្ងៃហ្នឹងទៅផ្សារទិញម្ហូបហើយស្រាប់តែឃើញអាក្តឹបស្វាយស្រួយហ្នឹងហ៎ប៉ុន្តែដល់រសជាតិយើងយកមកចាត់ឲ្យប្រឡុកអំបិលស្ករប៊ីចេងដាក់ម្ទេសនេះអត់ហ៊ានដាក់ម្ទេសច្រើនទេបងដោយសារតែកូនញ៉ាំដែរអញ្ចឹងខ្លាចហិលប៉ុន្តែបើនិយាយពីរសជាតិវិញឆ្ងាញ់ខ្លាំងណាស់បងខ្ញុំចូលចិត្តមែនតើអាក្តឹបស្វាយស្រួយហ្នឹងណានិយាយទៅស្រួយខ្ញោកហ្មងខ្ញុំចូលចិត្តខ្លាំងហ្មងខ្ញុំនិយាយមែនតើនេះយើងដូចចេះមកមិនតាន់តែទៅចេះតែមកច្រៅទ្រាំមិនបានទេគេថតមុខទៀតហីមកស្រួយខ្ញោកក្តឹបស្វាយហ្នឹងណាមកចំណោមក្តឹបស្វាយឆ្ងាញ់ជាងគេគឺស្វាយហ្នឹងហើយខ្ញុំចូលចិត្តអាហ្នឹងព្រោះអីសាច់របស់វាស្រួយហើយផុយវាអត់រៀងស្វិតទេនិយាយទៅខ្ញុំចូលចិត្តក្តឹបស្វាយហ្នឹងជាងក្តឹបស្វាយកាកាមីតែខ្ញុំមិនដឹងថាស្វាយហ្នឹងឈ្មោះវាស្វាយអីគេទេបងប្អូនណាដឹងចាំជួយខមមិនប្រាប់ពីឈ្មោះវាផងណាបងប្អូនអរគុណខ្ញុំដឹងខ្ញុំ